ខិតខំប្រឹងប្រែងជាង2ទសវត្សរ៍របស់កម្ពុជាអ្នកប្រដាល់ប្រចាំកម្ពុជាលោកអេពូថងបានត្រឹមសម្រេចបំណងជាអាញាកណ្ដាលនិងមានគ្រួសារសាមញ្ញមួយប៉ុណ្ណោះមានឈាមជ័រជាអ្នកប្រដាល់ជាច្រើនចំនួនដែលជាហេតុធ្វើឲ្យលោកអេពូថងចង់បន្តអាជីពជាអ្នកប្រដាល់ស្នងតំណែងដូនតាក្តីស្រមៃមិនបានធ្វើឲ្យលោកអេពូថងខកបំណងទេក្រោយការចាក់ចែងពីស្រុកកំណើតនាភូមិនាងកុកឃុំបាក់ខ្លងស្រុកមណ្ឌលសីមាខេត្តកោះកុងលោកអេពូថងបានខិតខំប្រឹងប្រែងរហូតមានឈ្មោះបោះសម្លេងក្លាយជាកីឡាករជម្រើសជាតិដែលហាលឆ្លងកាត់ការប្រកួតទាំងក្នុងនិងក្រៅប្រទេសរាប់មិនអស់ហើយលោកក៏ក្លាយជាម្ចាស់មេដាយសំរឹទ្ធនៅក្នុងព្រឹត្តិការណ៍ SEA Games ឆ្នាំ 2009 នៅប្រទេសឡាវផងដែរខ្ញុំចេញពីស្រុកកំណើតខ្ញុំតាំងពីខ្ញុំអាយុតាំងពីខ្ញុំ8 9ឆ្នាំចេញពីស្រុកកំណើតចេញទៅនៅខេត្តព្រៃវែងទៅនៅជាមួយឪពុកមាសរបស់ខ្ញុំកាលនោះខេត្តហ្នឹងគេអត់ដឹងមានវាយបុកទេហើយខ្ញុំក៏ចេះរៀនតិចតួចពីឪពុកខ្ញុំពីតាខ្ញុំនៅស្រុកនោះមកដល់នៅខេត្តព្រៃវែងនេះគេមានកម្មវិធីវាយបុកគេចាប់ខ្ញុំវាយបុកហ្នឹងហ្មងចាប់ខ្ញុំវាយបុកទៅខ្ញុំក៏ឡើងប្រកួតបាននៅព្រៃវែងមកម្ដងគត់គេចាប់ដើមល្អទៅខាងគ្រូសូយនិងគ្រូសូហ្នឹងក៏ប្រធានមន្ទីរខាងកីឡាណាតែឃើញខ្ញុំល្អក៏យកខ្ញុំមកហាត់ខ្ញុំខ្លាយជាកីឡាករឆ្នាំតែរយៈពេលដែលខ្ញុំធ្វើជាកីឡាករតាំងពីក្មេងៗមកដូចខ្ញុំដល់អត់មានអីទេខ្ញុំសប្បាយចិត្តដល់វាថាខ្ញុំសប្បាយចិត្តនឹងការវាយដោយសារការស្រឡាញ់និងកិត្តិយសនានាដែលលោកទទួលបានពីទស្សនិកជននិងមនុស្សនៅជុំវិញខ្លួនបានធ្វើឲ្យលោករឹតតែខិតខំប្រឹងប្រែងសឹងតែគ្មានថ្ងៃសម្រាកមុនភាពជោគជ័យទាំងនោះមកដល់រូបលោកបានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកនាងសឹងសូម៉ាលីនៅក្នុងឆ្នាំ 1997ដោយលោកគិតថាអាចជួយសម្រួលបន្ទុករបស់លោកខ្លះតែអ្វីៗត្រូវបានផ្លាស់ប្ដូរក្នុងអាជីពជាអ្នកប្រដាល់ល្បីល្បាញមួយរូបតែនៅពេលដែលមានគ្រួសារមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់គ្រួសារព្រោះចំណូលដែលបានពីការឡើងប្រដាល់ត្រូវគ្រូបង្ហាត់កាត់យកហើយអ្វីដែលលោកទទួលបានគឺសឹងមិនគ្រប់ផ្គត់ផ្គង់គ្រួសារបានមួយសប្តាហ៍ផងអត់ចេះគិតតើមានប្រពន្ធតើមានគ្រួសារអញ្ចឹងតើគិតទៅចេះតែបាយសុបាយអត់ដឹងឈ្នះចាញ់ទេចេះវាយចេះឈ្នះរហូតដល់ពេលចាស់កំណត់ចាស់ខ្លួនមានប្រពន្ធគ្រួសារទៅអាលុយយើងទៅវាយហ្នឹងយើងគិតបច្ច័យកម្មវិធីនេះមិនដឹងការខ្ញុំគ្រូកាត់យកមិនដឹងស្អីអត់ដឹងថាយកម៉ានទៅនោះនេះអត់ដឹងទេតែមានកំណត់វិញប្រាប់សើហ្មង 10% នៃការឡើងបណ្ដាលម្ដងការឡើងដល់ 30,000 គូយក 30,000 40,000 គូយក 40,000 អញ្ចឹងទៅតែវាមិនគុតកងវាមិនបានទុកមួយខែទេព្រោះហ្នឹងវាយបានតែ10,000 20,000 30,000 ហ្នឹងទិញតែម្ហូបពីពេលអស់បាត់ហើយតែសារខ្ញុំដើរតាមគេអ្នកមេធំវិញទៅគេទៅធ្វើដូចខ្ញុំគេអញ្ចឹងណាទៅគេទៅផឹកចង់ងាប់ចង់រស់ឲ្យ50រៀល20រៀលវិញកាយខ្ញុំនៅតែខ្ញុំតែនៅដីក្រហមនៅបដិញនោះខ្ញុំប្រាប់ខ្ញុំល្បីឈ្មោះខ្ញុំអត់មានលុយទិញដល់គោឲ្យកូនខ្ញុំតើខ្ញុំដើរយប់បាន20រៀល10រៀលមកទិញដល់គោឲ្យកូនវេទនានាមជាអ្នកការពារគាត់អង្គរៈគាត់ឬដើរក្នុងនាមក្នុងនាមតែយើងល្បីឈ្មោះគេហៅយើងទៅផឹកលេងបាទការខ្ញុំនៅដីក្រហមអត់លុយទិញដល់គោឲ្យកូនខ្ញុំមិនបានខ្ញុំទៅអត់ដំណើរខ្លួនខ្ញុំកាយខ្ញុំវាយខ្លាំងពេកមានណាវាយមួយខ្ញុំមួយប្រព្រឹត្តភ្នែកចាយពេលវេលាអស់20ឆ្នាំហើយពេលនេះលោកគ្មានសេះសល់អ្វីក្រៅពីកូន4នាក់ហើយលោកក៏អស់កម្លាំងចិត្តក្នុងការបង្ហាត់បង្រៀនបន្ទាប់ពីលោកលាលែងពីអាជីពជាអ្នកប្រដាល់តែដោយសារមានភរិយាជាអ្នកផ្ដល់កម្លាំងចិត្តទៅក្លឹបហាត់ប្រដាល់របស់លោកអាចដំណើរការបានមកដល់បច្ចុប្បន្នទាំងត្រដាប់ត្រដួទៅនិយាយពីខាងដើរវិញថាខ្ញុំទៅវាយមកសល់កូន4ហ្នឹងហើយរឿងផ្ដាល់អីហ្នឹងខ្ញុំចង់អស់កម្លាំងចិត្តប្រហាត់ក៏ប៉ុន្តែមកគ្រួសារខ្ញុំប៉ុនខ្ញុំជួយលើកទឹកចិត្តឲ្យខ្ញុំថាតបងស្រឡាញ់ហើយបងទៅធ្វើទៅមុខតទៅទៀតដើម្បីយើងពាក់អាវសញ៉ាកដាលហ្នឹងហើយយកគុំណងរបស់ខ្ញុំចង់បានពាក់អាវសញ៉ាកដាលហ្នឹងដែរពេលប្រពន្ធលើកទឹកចិត្តខ្ញុំចាត់តែធ្វើសារប៉នក៏ហៅខ្ញុំមកធ្វើអាញ៉ាកដាល
អាញាកដាលអេប៊ូថងក៏ជាអតីតកីឡាករប្រដាល់បាទដល់ល្បីល្បាញរូបផងដែររបស់ប្រជាជនកម្ពុជាការងារជាច្រើនកន្លែងដូចជាទាហានជាបុគ្គលិកអង្គការក្មេងកំព្រាផ្នែកអប់រំនិងកីឡានិងជាអាជ្ញាកណ្ដាលក្នុងរែងប្រដាល់តាមស្ថានីយ៍ទូរទស្សន៍ផងច្រើនសឹងធ្វើមិនអស់ប៉ុន្តែអ្វីដែលលោកទទួលបានគ្មានអីជាដុំកំភួនទេព្រោះប្រាក់ចំណូលដែលលោកនិងភរិយារកបានត្រូវផ្គត់ផ្គង់ក្រុមគ្រួសារធំមួយគ្នាប្រមាណ10នាក់និងទទួលបន្ទុកការហូបចុករបស់សិស្សប្រមាណ20នាក់នៅក្នុងក្លឹបប្រដាល់របស់លោកទៀតខ្ញុំធ្វើការទាហានហ្នឹងបាទខែ70ម៉ឺន80ម៉ឺនណាបាទចេះមក80ម៉ឺនយកមកគុតកងពួកវាហ្នឹងបាទហើយបាទខែនៅអង្គការខ្ញុំទិញទួចទេមិនបានច្រើនទេហើយយកមកគុតកងពួកវាគ្រួសារខ្ញុំមើលគ្រួសារខ្ញុំ10នាក់ពឹងលើខ្ញុំតែមួយហ្នឹងជីវិតជាអ្នកប្រដាល់ជួបគូប្រកួតរាប់មិនអស់ហើយប្រាក់ឧបត្ថម្ភក៏មិនបានច្រើនទាំងអស់នេះគ្រាន់តែជាអ្វីដែលទស្សនិកជនបានឮតែមិនបានឃើញលោកអេពូថងបានលើកឡើងពីភាពខុសគ្នានៃអាជីពជាអ្នកប្រដាល់រវាងប្រទេសកម្ពុជានិងប្រទេសផ្សេងទៀតថាកីឡាស្រុកគេមានប្រាក់បៀវត្សមានកន្លែងនិងសម្ភារៈគ្រប់គ្រាន់សម្រាប់ហាត់មិនមែនដូចកីឡាករកម្ពុជាដែលហាត់ដើម្បីឡើងប្រកួតយកប្រាក់ដោះស្រាយជីវភាពគ្រួសារនោះទេពេលខ្លះក៏ត្រូវរត់ម៉ូតូឌុបឬធ្វើសំណង់ក្រៅពីអាជីពប្រដាល់កីឡាករស្រុកគេមានប្រវត្តិរបស់គេជើងខ្លាំងណាហើយគេគិតពីហាត់គិតពីរៀនតែស្រុកយើងកីឡាករខ្លាំងទីមួយប្រវត្តិចាំខែអត់បាទហើយមកហាត់ដើម្បីគុតគង់គ្រួសារទេមិនមែនយកជាអាជីពទេបាទគ្រប់គ្នាហ្នឹងដល់សពថ្ងៃហ្នឹងបាទមកហាត់ដើម្បីគុតគង់លើគ្រួសារដែរគាត់មកហាត់ទៅហាត់ក៏បានមកហាត់ក៏បានមិនមកហាត់ក៏បានហាត់ហើយហត់តូដុបទៅបាទដល់សុកគេហាត់ហើយគេមានកន្លែងដេកកន្លែងអីគេធំធៅគេមានប្រវត្តិគេធំធៅអញ្ចឹងកីឡាករគេគិតទៅហាត់គិតទៅរៀនអត់ដូចយើងឈាមអ្នកប្រដាល់ទោះមិនចង់ឲ្យមានអ្នកស្នងតែកូនស្រីច្បងរបស់លោកអេប៊ូថងក្នុងវ័យ17ឆ្នាំលើកឡើងថាប្អូនស្រីមិនមានការអាក់អន់ចិត្តនិងមានឪពុកជាអ្នកប្រដាល់ដែលមិនមែនជាអ្នកមានទ្រព្យដូចអ្នកល្បីឈ្មោះផ្សេងទៀតក៏ពិតមែនផ្ទុយទៅវិញប្អូនស្រីកាន់តែស្រឡាញ់និងពេញចិត្តដើរតាមគន្លងរបស់ឪពុកជាអ្នកប្រដាល់ដោយមិនខ្វល់ពីពាក្យសម្ដីអ្នកជុំវិញខ្លួនឡើយខ្ញុំស្រឡាញ់ខាងហ្នឹងស្រឡាញ់ដូចប៉ាចឹងអត់ធ្លាប់អន់ចិត្តអងតែពេលខ្លះពូម៉ាក់ខ្ញុំវាប្រអាប់ខ្ញុំបងប្រអាប់មិនវិញខ្ញុំថាលើថាខ្ញុំហ្នឹងដូចថាអត់សូវប៉ាអ្នកវាយបដាលប៉ុន្តែលើថាវាអត់សល់អីចឹងណាខ្ញុំគាត់ថាខ្ញុំគាត់ថាចំពោះខ្ញុំវិញខ្ញុំថាអត់មានអីទេបញ្ហាត្រឹមថាបើគេប្រអាប់តាមតែគេដែរតែខ្ញុំដឹងអំពីខ្ញុំស្រឡាញ់ខាងហ្នឹងខ្ញុំចូលចិត្តខាងហ្នឹងរីឯយុវជនឈៀងឡុងមានស្រុកកំណើតនៅខេត្តកំពង់ចាមជាកូនសិស្សឆ្នើមក្នុងក្លឹបប្រដាល់អេប៊ូថងកីឡាដែលធ្លាប់ឡើងប្រកួត30ដងឈ្នះ27ដងចាញ់និងស្មើ3ដងឲ្យ VOD ដឹងថាដោយស្រឡាញ់ពេញចិត្តនឹងអាជីពជាអ្នកប្រដាល់តាំងពីក្មេងក៏យកលោកគ្រូអេប៊ូថងជានិមិត្តរូបរបស់ខ្លួនក្នុងការតាំងចិត្តហាត់រៀននិងមានក្តីស្រមៃទៅថ្ងៃអនាគតអាចមានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងប្រទេសដោយគ្រូរបស់ខ្លួនបើទោះបីជាដឹងច្បាស់ថាជីវិតអ្នកប្រដាល់ពុំមានបានហ៊ឺហាដោយកីឡាករស្រុកគេក៏ដោយខ្ញុំចង់មានកេរ្តិ៍ឈ្មោះល្បីមកទោះបីយូរមកឲ្យតែរស់នៅថ្ងៃមានភាពសុបាយបាច់មានលុយសច្រើនឲ្យតែមករស់ថ្ងៃមានឈ្មោះល្បីល្បាញទៅជាជនខ្មែរគេស្រឡាញ់តាណាគេចូលចិត្តដោយលោកគ្រូទៅខេត្តណាគេឃើញគាត់កាប់មន់កាប់ទីឲ្យលោកគ្រូខ្ញុំចង់បានតែប៉ុណ្ណឹងបងតែបើសិនតែយើងមានលុយកាក់មែនជួនកាលអ្នកខ្លះគេដឹងតែយើងមានអ្នកខ្លះគេដឹងតែយើងអត់តែបើយើងមានឈ្មោះយើងល្បីតាមវិទ្យុតាមទូរទស្សន៍យើងគេស្រឡាញ់យើងគេស្គាល់យើងគ្រប់ខេត្តទៅវិញទៅបងលោកអេពូថងលើកឡើងថាលោកមានការសោកស្ដាយខ្លះដែរដែលមិនបានទទួលការអប់រំខ្ពស់តែយ៉ាងណាក៏លោកនៅតែមានអាជីពជាអ្នកប្រដាល់មួយដ៏ពិតប្រាកដដែលអាចទ្រទ្រង់គ្រួសារបានបើទោះបីជាមានការលំបាកក៏ពិតមែនហើយលោកក៏មិនបោះបង់ចោលក្តីសង្ឃឹមក្នុងវិស័យកីឡាប្រដាល់ដរាបណាលោកនៅមានកម្លាំងដោយបន្តវេនឲ្យកូនក៏ដូចជាបង្ហាត់បង្រៀនក្មេងជំនាន់ក្រោយឲ្យស្គាល់ដឹងពីក្បាច់គុនបុរាណខ្មែរជីវិតខ្ញុំថាវាហួសវាជ្រុលហើយតែខ្ញុំសូមផ្ដាប់ផ្ញើអ្វីក៏ដោយតែយើងចេះប្រកប
được không chứ dùng chạy bật đá tôi bây dùng ở chạy so cái đó dùng chạy bật đá dùng chạy bật cọt ở với mò tam còi để xa dương min kê mua là bay គូបញ្ជាក់ថាសប្តាហ៍ថ្ងៃក្រោយពីបញ្ចប់អាជីពជាកីឡាករលោកអេប៊ូថងនិងក្រុមគ្រួសារមិនមានលទ្ធភាពទិញផ្ទះសម្រាប់ស្នាក់នៅផ្ទាល់ខ្លួននៅឡើយគឺរស់នៅជ្រកកោនក្រោមដំបូលអគាររបស់ក្រសួងការពារជាតិក្នុងបរិវេណស្តាតចាស់ហើយលោកកំពុងធ្វើជាគ្រូបង្ហាត់ប្រដាល់អញ្ញាកណ្ដាលនិងចៅក្រមព្រមទាំងជួយចិញ្ចឹមក្មេងកំព្រាមួយចំនួននៅអង្គការមួយទៀតផង កីឡានៅប៉ុណ្ណឹងអត់មានទៅខ្ញុំនិយាយចឹងថាកីឡាđó làនេះស្រឡាញ់នៅខ្ញុំមិនទៅមុខរួចតែស្រឡាញ់លុយទៅរួចទេធ្វើខ្នងធ្វើស្រែពីលើកីឡាពុកលួយច្រើនចង្ហប់ក្រសួងផ្សេងៗដុតសម្ដេចគាត់និយាយណាព្រោះស្អីអាណាពុកលួយចាប់ដកចេញហ្នឹងហើយខាងកីឡាពុកលួយមកកណោគឺដើរដកចេញមួយ